បាទជាបឋមសូមជម្រាបសួរគណៈកម្មការក្រុម EV ទាំងអស់ហើយនិងមិត្តសហគ្រិនទាំងអស់គ្នាខ្ញុំបាទឈ្មោះឈុនសុកសានហើយពេលនេះខ្ញុំសូមធ្វើបទបង្ហាញទាក់ទងទៅនឹងអាជីវកម្មរបស់ខ្ញុំដែលមានឈ្មោះថាចំការរុក្ខលំអចំការរុក្ខលំអគឺមានឯកទេសបណ្ដុះបង្កាត់និងសាមរុក្ខជាតិលំអដើម្បីលក់ចែកចាយទូទាំងប្រទេសមូលហេតុដែលយើងបង្កើតចំការរុក្ខលំអដោយយើងមើលឃើញថាទំនោរប្រជាជនកម្ពុជាចាប់ផ្ដើមរីកចម្រើនផ្នែកសេដ្ឋកិច្ចអញ្ចឹងនៅពេលដែលគាត់មានរីកចម្រើនផ្នែកសេដ្ឋកិច្ចគឺគាត់មានតម្រូវការសាងសង់ផ្ទះផលិតជាច្រើនអញ្ចឹងគាត់ច្បាស់ជាមានតម្រូវការបំពេញផ្នែកផ្លូវអារម្មណ៍របស់គាត់ចង់អួតសម្ញែងឲ្យគេឃើញថាខ្លួនមានផ្ទះធំស្អាតប្រណិតនិងសួនច្បារស្រស់ស្អាតជាក់ជាមិនខាននេះគឺជាផលិតផលរបស់យើងមានច្រើនលើសនេះសូម្បីតែអញ្ចឹងក៏យើងមានតបគណៈកម្មការក៏មានអញ្ចឹងក៏មានដែរអញ្ចឹងយើងមានឯកទេសទាំងអស់ហ្នឹងដូចនេះគឺការកុងហ្វូការកដាស់ពទាព្រះអាទិត្យ Monstera រុក្ខជាតិលម្អស្លឹកColatra ហើយនឹងពទាផ្សេងហើយនឹងពទាទាំងអស់ដូចជា Monstera ទាំងអស់នឹងជាដើមលើតុគណៈកម្មការក៏សិតតែជាផលិតផលដែលយើងអាចផលិតបានដែរគុណតម្លៃពិសេសរបស់ចំការរុក្ខលម្អគឺយើងបដិញ្ញាកាត់បន្ថយការនាំចូលដោយលើកកម្ពស់ការដាំរុក្ខជាតិលម្អប្រកបដោយគុណភាពខ្ពស់នៅក្នុងស្រុកជំរុញការបង្កើតការងារនៅមុខរបរនិងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជាហើយយើងបំពេញចិត្តអតិថិជនដោយផ្ដោតជាអាទិភាពទៅតាមតម្រូវការរបស់អតិថិជននីមួយៗ